ចូលរកការងារធ្វើគឺគេសមត្ថភាពបើយើងរៀនអីគឺរៀនឲ្យប្រកែរៀនឲ្យច្បាស់គឺអត់ខ្វះការងារធ្វើពេលខ្លះថាជំនាញសម្បូរការងារធ្វើត្រូវគេនិយាយចឹងតែជំនាញខ្លះដល់អត់សូវមានសម្បូរការងារធ្វើប៉ុន្តែបើយើងចេះច្បាស់គឺមានការងារធ្វើដូចគ្នាការរើស major បងថាទី1រើសទៅលើការចូលចិត្តយើងហើយជាមួយនឹង passion របស់យើងគឺអត់ត្រូវទៅលើ interest ទេយើងបែងចែកកន្លែងហ្នឹងឲ្យដាច់ទេព្រោះពេលខ្លះ interest មានន័យថាខ្ញុំចង់រៀនជំនាញហ្នឹងប៉ុន្តែរៀនបានតែមួយខែពីរខែអស់អារម្មណ៍លេងរៀនមកអាហ្នឹងគឺ interest ទេប៉ុន្តែបើ passion គឺមានន័យថាយើងរៀនឲ្យទោះជាអត់ដឹងពិបាកទៅរហូតមកអាហ្នឹងហើយតែគេចង់ឲ្យយើងរើសអាហ្នឹងហើយបានអញ្ចឹងហើយបាន concept នៅខាងអាមេរិកអីខាង Western នេះគេច្រើនគេឲ្យយើងរៀនដូរមកអ្នកខ្លះរៀនជំនាញនេះចឹងហើយបានមួយឆ្នាំរត់ទៅរៀនជំនាញផ្សេងមកអ្នកខ្លះរៀន5 6ជំនាញក៏មានដែរគេចង់ឲ្យយើងរើសអា passion យើងនឹងឲ្យត្រូវអញ្ចឹងណាអញ្ចឹងអាចថតចំណុចហ្នឹងដែរពេលខ្លះសិស្សគាត់ពិបាក define ហ្នឹងអាហ្នឹង interest ឬ passion ប៉ុន្តែអាហ្នឹងវាសំខាន់លើយើងចូលទៅរៀនសិនហើយអញ្ចឹងហើយបានពេលខ្លះគេ take gap ជាគេដើរលេងទៀតពេលខ្លះហើយទី3អ្នកខ្លះគាត់ថារៀនរើស major ទៅតាមទីផ្សារវាអាចត្រូវមកផាតហើយពីចឹងណាអាស៊ីយើង concept អញ្ចឹងគាត់ចេញមកគឺកូនរៀនបកែរៀនពេទ្យរៀន doctor រៀនវិស្វករអីអញ្ចឹងណា lawyer អញ្ចឹងណាអាហ្នឹងគឺនៅអាស៊ីគឺយើងមាន concept អញ្ចឹងប៉ុន្តែយើងរៀនទៅតាមទីផ្សារគឺវាត្រូវប៉ុន្តែបើយើងអត់ចូលចិត្តក៏វាពិបាកដែរពេលខ្លះត្រូវព្រោះមូលហេតុអីនៅពេលដែលយើងអត់ចូលចិត្តគឺយើងអត់សូវផឹងទេហើយបើយើងជួបឧបសគ្គយើងរឹងរីអញ្ចឹងហើយបានពេលខ្លះយើងឃើញសិស្សនៅវិទ្យាល័យមួយចំនួនគាត់រៀនបកែឡើងដល់សាកលវិទ្យាល័យគាត់រៀនអត់សូវបកែមិនមកពីគាត់ខ្ជិលទេបងហ៊ាននិយាយប៉ុន្តែដោយសារគាត់រៀនអ្វីគាត់អត់សូវមាន motivation ណាមានថាគាត់រៀនតាំងបខំសិស្សមួយចំនួនគាត់រៀននៅវិទ្យាល័យអត់សូវបកែតែឡើងថាឆ្លៃបកែមកពួកគាត់រៀនអ្វីដែលគាត់ចូលចិត្តជាមិនថាទូប្រវត្តិវិញគាត់ចេះទៅមុខដែរអញ្ចឹងគាត់ថាបើយើងរើសតាមទីផ្សារអាហ្នឹងវាជា problem មួយហើយគេហ្វិចតែបងថាអាហ្នឹងត្រូវ balance គិតរឿងទីផ្សារខ្លះគិតលើអ្វីដែលយើងចង់ខ្លះអញ្ចឹងហើយយើង balance គ្នាមើលតើវាមិនដែរអញ្ចឹងជាជាងថាគិតត្រូវទៅលើនេះហ្មងលើហើយមួយទៀតទីផ្សារប្រែប្រួលហើយទីផ្សារប្រែប្រួលហើយមួយទៀតនៅពេលយើងចូលរកការងារធ្វើគឺគេសមត្ថភាពបើយើងរៀនអីគឺរៀនឲ្យប្រកែរៀនឲ្យច្បាស់គឺអត់ខ្វះការងារធ្វើពេលខ្លះថាជំនាញសម្បូរការងារធ្វើត្រូវគេនិយាយចឹងតែជំនាញខ្លះដល់អត់សូវមានសម្បូរការងារធ្វើប៉ុន្តែបើយើងចេះច្បាស់គឺមានការងារធ្វើដូចគ្នាហ្នឹងចឹងបងថាពេលខ្លះយើង focus លើសមត្ថភាពទៅព្រោះថាពេលខ្លះទីផ្សារវារៀងប្រែប្រួលដែរពេលខ្លះក៏យើងត្រូវគិតខ្លះដែរ